បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាវីដេអូថ្មីមួយទៀតហើយគឺជារបៀបធ្វើម្ហូបស្លសម្លម្ជូរគ្រឿងបាទសាច់គោជាមួយនឹងបន្លែត្រកួនបាទមុនដំបូងយើងយកខ្ទះក៏បានឆ្នាំងក៏បានដែរហើយក៏យើងដាក់ប្រេងអូលីវបើអត់មានប្រេងអូលីវបងប្អូនដាក់ខ្លាញ់តិចទៅបាទបន្ទាប់មកទៀតបងប្អូនកូរគ្រឿងយើងបងគ្រឿងចូលទៅគ្រឿងហ្នឹងគឺយើងទិញមកពីផ្សារហ្នឹងឯងបាទឥឡូវស្រួលទេបាទគឺយើងគេផ្សំឲ្យយើងស្រាច់បាទបន្ទាប់មកយើងកូរគ្រឿងនឹងឲ្យសព្វហើយនេះគឺថែមខ្ទឹមសបន្តិចទៀតបាទអសហ្នឹងបាទគឺខ្ទឹមសបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាកុំភ្លេចប្រហុកច្រាំប្រហុកច្បល់ជាមួយគ្រឿងនឹងឲ្យសព្វជាមួយចន្ទុះឲ្យវាឈ្ងុយហើយបាទបន្ទាប់មកទៀតយើងបងសាច់ចូលទៅបាទបងប្អូនដូចក្នុងវីដេអូអញ្ចឹងបងសាច់ចូលទៅយើងច្បល់ចុះសាច់នឹងឲ្យវាត្រឡប់ចុះឲ្យចូលគ្នាអញ្ចឹងណាបាទបន្ទាប់មកទៀតគឺយើងលាយទឹកអំពិលទុំបាទយើងលាយទឹកអំពិលទុំទុកជាស្រេចរួចហើយយើងក៏ដាក់ចូលទៅបាទយើងក៏ស្រោចទឹកអំពិលទុំនឹងចូលទៅបន្តិចបាទហើយរួចហើយយើងរងាស់វាមួយចន្ទុះបាទឲ្យវាឆ្អិនសាច់គោបាទឲ្យវាឆ្អិនសាច់គោណាបាទបន្ទាប់មកទៀតគឺយើងថែមគ្រឿងមានប៊ីចេងបាទបន្តិចហើយនឹងស្ករបាទហើយបញ្ជាក់បងប្អូនគឺយើងកំតាន់ដាក់អំបិលបាទព្រោះថាប្រហុកវាមានរសជាតិប្រៃហើយបាទអញ្ចឹងយើងកំតាន់ដាក់អំបិលរួចហើយយើងកូរវាឲ្យសព្វម្តាទៀតយើងរងាស់វាឲ្យវាពុះម្តាទៀតហើយក៏ថែមទឹកបាទបន្ទាប់ពីថែមទឹកហើយយើងរងាស់វាឲ្យពុះម្ដងទៀតអញ្ចឹងណាហើយក៏យើងបង់បន្លែចូលបាទបង់បន្លែចូលរួចរាល់អញ្ចឹងទៅយើងក៏ច្របល់វាឲ្យសព្វបាទច្របល់វាឲ្យសព្វហើយគឺយើងថែមទឹកបន្តិចបាទថែមច្រើនគឺសមដែរបាទកន្លែងហ្នឹងបន្ទាប់ពីថែមទឹកហើយយើងច្របល់វាមួយទទុះយើងដាក់វាឲ្យពុះបាទដាក់វាឲ្យពុះដូចក្នុងវីដេអូអញ្ចឹងបាទរួចហើយក៏យើងប្រើបន្លែម្រះប្រូបាទជើងភ្លេចណាម្រះប្រូពេលដែលវាឆ្អិនហើយយើងបង់ម្រះប្រូចូលទៅបាទរួចរាល់ជាការស្រេចបាទហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណសូមជម្រាបលាបាយបាយ